ថ្ងៃនេះមកធ្វើប្រហិតត្រីឆ្លាតចៀនដាក់គ្រឿងអញ្ចឹងធ្លាប់តែទិញគេនៅតាមផ្សារឥឡូវមកធ្វើខ្លួនឯងបានច្រើនហើយយើងចង់បានរសជាតិអីដាក់តាមចិត្តហ្មងសម្រាប់គ្រឿងវិញគឺខ្ញុំដាក់ជាមួយនឹងស្ករប៊ីចេងរ៉ូឌីហើយម្រេចហើយក៏មានដាក់ជាមួយនឹងប្រេងល្ងដែរគឺដាក់យកក្លិនឲ្យវារៀងឈ្ងុយហើយយើងច្បល់វាឲ្យវាស្វិតសាច់ត្រីរបស់យើងណាគឺប្រហិតយើងគឺរួចរាល់ហើយឥឡូវយើងដាក់ខ្ទះដាក់ប្រេងដើម្បីបំពងឬក៏ចៀនអញ្ចឹងណាហើយគឺយើងបៀកលាបឲ្យវាតប៉ែតអញ្ចឹងមកដើម្បីឲ្យវាបានរៀងច្រើនប្រទេសហើយឆាប់ឆ្អិននេះដោយសារតែខ្ញុំដាក់ជាមួយនឹងវេឆានទៅវាអត់សូវស្រួលឥឡូវខ្ញុំមកដាក់នៅលើផ្ទះវិញព្រោះតែផ្ទះនេះគឺកម្ដៅវាដល់គឺអត់ជាប់ទេអញ្ចឹងងាយស្រួលក្នុងការចៀនបំពងត្រីសាច់មាន់អីបង្គាអីគឺវាអត់ជាប់ទេសម្រាប់ផ្ទះអ៊ីណុកនេះបើយើងចេះរបៀបនៃការប្រើគឺវាអត់មានស្អិតជាប់ទេហើយយើងដាក់ចៀនឲ្យរៀងក្រហមពណ៌បន្តិចទៅរួចមកគឺឆ្អិនយើងក៏ស្រង់ដាក់ឲ្យវាសោះប្រេងណាហើយចាំយើងយកមកញ៉ាំជាមួយនឹងជ្រក់របស់យើងសម្រាប់ជ្រក់គឺខ្ញុំញ៉ាំជាមួយនឹងជ្រក់ល្ហុងតាមល្ហុងខ្ញុំនៅខាងមុខនេះគឺខ្ញុំធ្វើជ្រក់ទុកមកកន្លទុកអញ្ចឹងទៅនៅពេលដែលមានអីញ៉ាំត្រូវជាមួយនឹងជ្រក់ល្ហុងនេះគឺយើងយកមកតបញ៉ាំនិយាយពីថាឆ្ងាញ់រសជាតិអត់ចាញ់គេលក់ឯណាហើយយើងអាចធ្វើនៅផ្ទះខ្លួនឯងលឿនហើយស្រួលទៀតទិញគេវាយើងអត់ដឹងថាណាម៉ៃផងហើយណាមួយវាសូវបានច្រើនអញ្ចឹងណា